ហើយស្វាគមន៍ទាំងអស់គ្នាមកកាន់វីដេអូ Plot ស្រាយសារជាថ្មីបាត់មកខ្ញុំយាងយូរដែរខ្ញុំមិនដែលបានផុសវីដេអូក្នុង TikTok ខ្ញុំទៀតទេដោយសារតែខ្ញុំរវល់ការងារខ្ញុំហើយក៏ហ្គេមក៏ខ្ញុំលេងដែរគ្រាន់តែអត់ដែលបានថតឥឡូវទៅរៀនកាត់វីដេអូតាម app ថ្មី DaVinci ហ្នឹងវាមិនមែនថ្មីទេ app យូរទេប៉ុន្តែថ្មីសម្រាប់ខ្ញុំមិនដែលកាត់ក្នុងហ្នឹងទេខ្ញុំកាត់តែក្នុង CapCut បាទឥឡូវយើងរៀនកាត់នៅក្នុងនេះហើយសង្ឃឹមថា quality វាចេញមកស្អាតអានេះវីដេអូទី1របស់ខ្ញុំហើយហ្នឹងហើយរឿងមួយទៀតគ្នាយើងមានអារម្មណ៍ថាឥឡូវគឺបាត់ធីមខ្មែរយើងច្រើនមែនតើពីក្នុង Plot Strike នេះគឺដូចលេងសូវមានអ្នកលេងហើយមិនកើតអីមកពី game ហ្នឹង update អត់សូវលយឬក៏មិនសម្រាប់ខ្ញុំទាំងអស់គ្នាវាអត់សូវលយទេ update មកពេលខ្លះ skin កំភ្លើង update 4 5អីចឹងបានមក skin អីចឹងមើលរៀងចូលភ្នែកអីចឹងទៅប៉ុន្តែក្រៅពីហ្នឹងគឺយ៉ាប់មើលទាំងអស់ខ្ញុំអត់ដឹងដែរខ្ញុំអត់ដឹងថា developer designer គេមិនទេប៉ុន្តែភាគច្រើន skin game នេះចេញមកគឺត្រូវគេរិះគន់ទាំងហូតខ្ញុំមិនដឹងថាមិនថាខ្ញុំមិនថាគេមិនមែនមានតែខ្ញុំនិយាយតែភាគច្រើនគឺចឹងគេថា skin game វាអត់សូវលយ skin វាចេញមកអត់សូវស្អាតធ្វើអត់សូវដូចអីចឹង graphic វាចឹងប៉ុន្តែបើថាសួរថា game play game ហ្នឹងសប្បាយអត់សប្បាយគ្នាយើងវាសប្បាយវាអត់សូវមានកលិចអីប្រហែលទេ game ហ្នឹងកលិចខ្លាំងជាងគេខ្ញុំអត់ចូលចិត្តតាកន្លែងដែលលក្ខណៈវារត់ខ្សែរត់ក្នុងផ្ទះអញ្ចឹងយើងហើយមាន item នៅក្រោមអញ្ចឹងយើងពិបាកយកដូចថាយើងត្រូវចុចអក្សរ F ឲ្យចេញម៉ៅបើយើងចុចយកបានតែបើថាអ្នកនរគ្នាចុចយក item ហ្មងដឹងតែហោះឡើងទៅលើហើយមួយទៀតអាធ្លាក់ drop គោលើគ្នាហ្នឹងគឺពិបាកយកមែនតើយើងបើថាគេដេញបាញ់ទៀតនិយាយទៅពេលគេដេញបាញ់ឲ្យ drop ធ្លាក់មកអញ្ចឹងទេគឺត្រៀមតែខ្លួនងាប់ទៅហើយទៅឲ្យ toxic អីឡើយហ្នឹងគឺអត់មានបានធ្វើអីគេទេដោយសារពិបាកយកកំភ្លើងមែនតើនៅឈរតម្រាំតែត្រូវកន្លែងយកបានគឺពិបាកហើយវីដេអូហ្នឹងក៏វាអត់មានអីច្រើនដែរខ្ញុំក៏មិនចង់រិះគន់ហ្គេមគេច្រើនពេកដែរវាសប្បាយដែរវាមិនមែនតែអន់អីហ្មងទេហ្គេមហ្នឹងគ្រាន់តែថាខ្ញុំធ្វើវីដេអូនេះមកគ្រាន់តែវាជាការ comeback មកផុសវីដេអូម្ដងទៀតរបស់ខ្ញុំទេដោយពីមុនខ្ញុំផុស daily មែនតើខ្ញុំអាសាផុសដោយសារខ្ញុំបាត់យូរតែឥឡូវខ្ញុំសង្ឃឹមថាខ្ញុំមកវិញឲ្យបានជាប់ជាងមុនហើយខ្ញុំនឹងព្យាយាមថតវីដេអូព្យាយាមកាត់ឲ្យបានលយនិយាយទៅកាត់ឲ្យលយហ្មងហើយព្យាយាមលេងផុសឲ្យបានច្រើនតាមតែអាចធ្វើទៅបានឆ្លៀតពេលពីខ្ញុំតនេហ្នឹងពីការងារខ្ញុំដែលរវល់ហ្នឹងខ្ញុំព្យាយាមមកផុសវីដេអូសារថ្មីហើយសង្ឃឹមថាទាំងអស់គ្នាជួយ control ជួយ follow ហើយ like វីដេអូនេះម្នាក់មួយបើចង់ឲ្យខ្ញុំនិយាយថាចង់ឲ្យធ្វើអីមិនមែនថាចង់ឲ្យធ្វើអីនិយាយថាចង់ comment អី comment មកវីដេអូហ្នឹង comment ប្រាប់អីចឹងណាមិនចង់ធ្វើអីខ្ញុំមិនដឹងទេតែតាក់ទងនឹង Plot Strike អាច comment នៅខាងក្រោមបានវីដេអូក្រោយខ្ញុំនឹងចេញវីដេអូនិយាយពី event របស់ Plot Strike ទៅបញ្ចេញហ្នឹងហើយមានប៉ុណ្្នឹងហើយបាយបាយគ្នាយើង